នេះជារឿងរ៉ាវនៃធម្មពលវិញ្ញាណហៅថាគុជចលាចលដែលកម្លាំងអាក្រក់និងល្អរួមបញ្ចូលគ្នាបង្កើតបានជាធម្មពលដ៏មហិមាព្រះជាម្ចាស់កំពូលបានបញ្ជូនព្រះសង្ឃអមតៈពីរអង្គគឺជានារីនិងសិស្សប្អូនឈេនកងបោដើម្បីទៅបញ្ឈប់គុជនោះប៉ុន្តែគុជនោះខ្លាំងពេកនិងស្រូបធម្មពលយ៉ាងលឿនទើបព្រះជាម្ចាស់កំពូលចាប់វាដាក់ក្នុងថូហើយបំបីវាជាពីរផ្នែកនោះគឺគុជវិញ្ញាណសួគ៌និងគ្រាប់ថ្នាំបិសាចដោយបញ្ចូលទម្រង់របស់ពួកវាទៅជាផ្កាឈូកមួយទងដោយសារថ្នាំបិសាចមិនអាចបំផ្លាញបានទើបមានការដាក់បណ្ដាសាឲ្យរន្ទះបាញ់បំផ្លាញវានៅ3ឆ្នាំក្រោយកូនប្រុសរបស់មេតបលីជីនត្រូវបានកំណត់ឲ្យទទួលគុជវិញ្ញាណសួគ៌ហើយពួកគេនឹងដាក់ឈ្មោះគាត់ថានេចាតាយីមានភារកិច្ចការពារផ្កាឈូករហូតទាល់តែក្មេងនោះកើតមកដើម្បីក្លាយជាទេវតាទី12ខណៈដែលឈេនចាប់ផ្ដើមចំណែនមេតបលីកំពុងនៅជាមួយភរិយាដែលបានពពោះរយៈពេល3ឆ្នាំមកហើយពេលនោះតាយីក៏បានមកជួបពួកគេឈេនក៏នៅទីនោះដែរដោយមានបំណងអាក្រក់គេបានសូត្រមន្តដាក់អ្នកបម្រើម្នាក់ឲ្យលួចគុជដោយឲ្យតាយីផឹកស្រាស្រវឹងប៉ុន្តែមានតែតាយីប៉ុណ្ណោះដែលអាចផ្លាស់ទីផ្កាឈូកបានពេលសម្រាប់ចិត្តមកដល់ឡៃទៅហៅតាយីឲ្យបើកផ្កាឈូកតែគាត់ភ្លេចលេខកូដនិងមានឱកាសតែ5ដងប៉ុណ្ណោះបើបរាជ័យផ្កាឈូកនឹងបិទរយៈពេល10ឆ្នាំក្រោយខុស4ដងគាត់ក៏បើកបាននៅដងទី5ព្រោះផ្កាឈូកអាចបើកដោយប្រើស្នាមមេដៃបានអ្នកបម្រើព្យាយាមលួចពីពួកគេហើយពេលកំពុងតតាំងគ្នាស្ត្រីចំណាស់ម្នាក់បានលួចផ្កាឈូកនិងដាក់ថ្នាំបិសាចដែលពួកគេមិនអាចបញ្ឈប់បានឡើយថាមពលនោះបានធ្លាក់ទៅលើកូនប្រុសរបស់គាត់ដែលពេលនេះបានចាប់ជាតិជាបិសាចមាននិមិត្តសញ្ញាពណ៌ក្រហមនៅលើថ្ងាសចំណែកឯឈេនបានយកគុជវិញ្ញាណសួគ៌ដោយមានបំណងប្រឆាំងនឹងព្រះជាម្ចាស់ដែលមិនឲ្យឱកាសគេខ្លាចជាទេវតាទី12ណែចាបានខ្លាចជាបិសាចក្រហមដល់កាយសាហាវយ៉ាងលឿនហើយបានប្រែកាយព្រមទាំងវាយប្រហារមនុស្សម្នាគ្រប់គ្នាប៉ុន្តែមានតែថាយីប៉ុណ្ណោះដែលអាចបញ្ឈប់គាត់បានដោយប្រើកងវិញ្ញាណហូបដើម្បីគ្រប់គ្រងគាត់ថាយីចង់សម្លាប់នេចាព្រោះគេជាកំណើតថ្នាំបិសាចប៉ុន្តែឪពុកម្ដាយចង់ការពារគេព្រោះគេនៅតែជាកូនប្រុសរបស់ពួកគេដដែលទោះជាយ៉ាងណាព្រះជាម្ចាស់កំពូលបានដាក់បណ្ដាសារួចទៅហើយដែលមានន័យថានេចាអាចរស់បានតែ3ឆ្នាំប៉ុណ្ណោះស្របពេលនោះឈេនយកគុជវិញ្ញាណទៅឲ្យស្ដេចញាតិនៅបាតសមុទ្រហើយប្រើវាទៅលើកូនប្រុសឈ្មោះអេអូប៊ីងឲ្យមានរូបរាងជាមនុស្សលីនិងថៃយីទៅគាល់ព្រះជាម្ចាស់កំពូលដើម្បីដកបណ្ដាសាពីនេចាតែបែរជាដឹងថាព្រះអង្គមិនគង់នៅទីនោះឡើយមានពពកមកយាមច្រកទ្វារមេឃបានប្រាប់ពួកគេថាបណ្ដាសានោះមិនអាចដកចេញបានឡើយពពកសប្បាយចិត្តដែលមានអ្នកមកលេងព្រោះគេតែងនៅម្នាក់ឯងប៉ុន្តែមួយថ្ងៃនៅទីនេះស្មើនឹង1ឆ្នាំនៅឋានមនុស្សនេសាធំធាត់ក្នុងពេលនោះដូច្នេះពួកគេត្រូវប្រញាប់ត្រឡប់ទៅវិញទោះគេគ្មានមិត្តភ័ក្តិតែគេតែងលេងទាត់សីជាមួយម្ដាយខ្លួនទីហ៊ានម្នាក់ណែនាំនាងឲ្យពាក់អាវក្រោះក្រោយឃើញកម្លាំងដ៏ខ្លាំងរបស់កូននាងរួចក៏អញ្ជើញពួកគេលេងជាមួយគ្នាប៉ុន្តែដោយសារមានភារកិច្ចម្ដាយមិនសូវមានពេលជាមួយកូនដែលធ្វើឲ្យគេខឹងព្រោះត្រូវនៅម្នាក់ឯងម្ដងទៀតហើយដោយចំពោះមុខគេមានទាហានយាមមិនឲ្យគេចេញក្រៅឡើយទោះបីជាលើកមុនគេធ្លាប់លួចចេញបានសម្រេចក៏ដោយពួកគេបានឆ្លោះនឹងវាយតបគ្នាដែលនេះជាឱកាសឲ្យនេចាអាចលួចរត់ចេញទៅក្រៅបានម្ដងទៀតនៅក្នុងភូមិពេលមនុស្សឮសំឡេងគេពួកគេនាំគ្នាពួនព្រោះវិញ្ញាណបិសាចរបស់គេតែងនាំភាពភ័យខ្លាចដល់អ្នកភូមិរួមទាំងក្មេងៗដែលគេដាក់អន្ទាក់លេងសើចទោះយ៉ាងណាគេលេងសើចហួសហេតុដែលធ្វើឲ្យថៃយីត្រូវចេញមុខមកចាប់ខ្លួននេចាហើយហាមមិនឲ្យគេចូលភូមិទៀតឡើយមួយឆ្នាំកន្លងផុតទៅមានន័យថានេចាសល់ពេលរស់តែ2ឆ្នាំទៀតទេដូច្នេះពួកគេក៏សម្រេចបញ្ជូនគេទៅពិភពវេទមន្តដើម្បីរៀនសូត្រពីកិរិយាមារយាទនេចាចូលទៅក្នុងផ្ទាំងគំនុកដែលការពិតអាចផ្លាស់ប្ដូរទៅតាមការចង់បានដោយគ្រាន់តែប្រើជក់ថៃយីបង្ហាញជំនាញគិតសម័យរបស់គាត់និងនាំនេចាដើរផ្សងព្រេងព្រមទាំងបង្រៀនមន្តអាគមប្រែកាយដល់គេនេសារំភើបចង់សាកល្បងតែថៃយីចំណាយពេលកន្លះឆ្នាំទើបចេះស្ទាត់ដូច្នេះគេមិនអាចចេះភ្លាមនោះទេគាត់បានដេកមួយភាំងហើយពេលភ្ញាក់ឡើងក៏ឃើញអ្នកស្រីយិនដែលឃើញនេចាកំពុងលង់ទឹកគាត់ក៏ជួយគេរួចត្រូវពឹសរបស់កង្កែបគ្រប់យ៉ាងគ្រាន់តែជាការខ្លែងបន្លំប៉ុណ្ណោះព្រោះនេចាអាចរៀនចេះមន្តអាគមនេះក្នុងពេលត្រឹមតែមួយថ្ងៃក្រោយមកឪពុកម្ដាយក៏មកភូតកុហកថាគេជាកំណើតគុជវិញ្ញាណសួគ៌ត្រូវជួយវេបិសាចទៅពួកគេសាកល្បងគេនៅទីនេះតែគេធ្វើបរាជ័យព្រោះគេបំផ្លាញខ្ទេចខ្ទីអស់ទោះយ៉ាងណានេចាបានលួចជក់និងរត់ចេញបាត់មានបិសាចមួយចេញពីទឹកចង់សាក់ស៊ីមនុស្សម្ដងប៉ុន្តែនេចាបានរាំងវាបិសាចទឹករត់គេចហើយពេលនេចាដេញតាមវាដោយសង្ឃឹមថាអាចជួយមនុស្សវាបានបំផ្លាញផ្ទះសម្បែងនិងចាប់ក្មេងស្រីម្នាក់ដែលធ្វើឲ្យគេទម្លាក់កំហុសលើនេចាបិសាចគិតថាវាមានសុវត្ថិភាពពេលចូលទឹកតែស្រាប់តែវាត្រូវកកដោយសារបរិះអាកំបាំងម្នាក់ដែលបង្ហាញខ្លួននិងយកឈ្នះវាយ៉ាងងាយប៉ុន្តែនេសាចង់ធ្វើជាវីរបរិះដោយមិនបាច់ឲ្យគេជួយក៏ប្រគល់ក្មេងនោះឲ្យបិសាចវិញព្រមទាំងវាយបរិះអាកំបាំងដែលមានលេចចេញស្នែងនេះបិសាចទឹកបង្កើតពពុះទឹកដែលពេលនេសាប៉ះវាដៃរបស់គេក៏ប្រែជាកកនិងរឹងដូចថ្មបិសាចនោះលេចក្មេងចូលពោះឯបរិះមានស្នែងគេចពីពពុះនិងទាញក្មេងចេញមកវិញតែទឹកមាត់វាធ្វើឲ្យគាត់កកកម្រើកលេងរួចសល់តែនេសាម្នាក់ឯងប៉ុណ្ណោះគេប្រើធម្មពលបំបីពពុះទឹកនិងកម្ចាត់បិសាចនោះវាបានឲ្យថ្នាំបន្សាបសម្រាប់ដៃគេដោយប្រាប់ថាអាចលាបលើស្បែកក៏បានមិនបាច់ផឹកទេបន្ទាប់មកគេជួយបរិះមានស្នែងដែលបានជួយជីវិតបិសាចក្មេងស្រីលេងជាមួយគេហើយពួកគេក៏ទាត់សីដែលធ្វើឲ្យនេចាយំព្រោះនោះជាមិត្តទី1របស់គេបានឲ្យសម្បកខ្យងទៅនេចាដើម្បីហៅគេពេលណាដែលចង់ជួបហើយណែនាំខ្លួនថាគេឈ្មោះអេអូប៊ីងអ្នកភូមិមកជួយក្មេងស្រីដោយគិតថានាងត្រូវចាប់ចម្រិតហើយវាយប្រហារនេចាព្រមទាំងហៅគេថាជាបិសាចនេះធ្វើឲ្យគេខឹងនឹងវាបកវិញប៉ុន្តែថៃយីបានមកចាប់គាត់គេទាន់ពេលស្របពេលនោះអេអូប៊ីងត្រឡប់ទៅផ្ទះនៅបាតសមុទ្រវិញក្នុងនាមជាកូនស្ដេចញាតិនិងជាតំណាងគុជវិញ្ញាណគេនិយាយថាគេបានរាប់អានមិត្តម្នាក់ប៉ុន្តែឈេនក៏មានថានេចាគឺជាថ្នាំបិសាចនិងជាសត្រូវសច្ចារបស់គេដោយសារនាគទាំងអស់ត្រូវឃុំនៅបាតសមុទ្រគុជវិញ្ញាណគឺជាឱកាសតែមួយគត់ដើម្បីទទួលបានសេរីភាពគេត្រូវសម្លាប់នេសានៅថ្ងៃកំណើតគម្រប់3ឆ្នាំដើម្បីឲ្យមនុស្សជឿជាក់ថាគេជាអ្នកសង្គ្រោះពីបិសាចនិងជាក្តីសង្ឃឹមតែមួយដើម្បីឲ្យនាគមានសេរី
ដោយសារនៃចាមានមើលតែម្នាក់គេក៏ទៅមាត់សមុទ្រនឹងអញ្ជើញ IOBing មកពិធីកំណើតដោយសន្យាថាគេនឹងមកចូលរួមនេះជាខួបកំណើតទី3របស់គេដែលមានន័យថាបណ្ដាសានឹងចាប់ផ្ដើមដំណើរការហើយគេនឹងត្រូវវិនិច្ឆ័យបាត់បង់ទោះយ៉ាងណានៃចាមិនដឹងពីរឿងនេះទេហើយគេសប្បាយចិត្តដែលអ្នកភូមិទាំងអស់មកចូលរួមអបអរគេស្របពេលនោះ Albing ទទួលបានសក្ការពីអ្នកទាំងអស់ដើម្បីការពារខ្លួនបង្កើតបានជាអាវក្រោះសក្ការនេះដ៏រឹងមាំហើយគេក៏ចេញទៅពិធីជប់លៀងប៉ុន្តែមុនពេលគេទៅដល់ Shen បានប្រាប់ឲ្យនេចាដឹងពីការពិតថាខ្លួនឯងគឺជាកំណើតនៃឆ្នាំបិសាចនេចាបង្ហាញខ្លួនក្នុងពិធីខួបកំណើតឪពុករបស់គេបានឲ្យថងតូចមួយខណៈថៃយីជូនកាដូជាលំពេងភ្លើងនិងកន្សែងក្រហមដែលបត់បែនតាមតម្រូវការម្ចាស់និងយានកង់ភ្លើងសម្រាប់ការធ្វើដំណើរតែអ្នកបម្រើសួរថាហេតុអ្វីវាប្រែជាជ្រូកពេលនៅជាមួយគាត់នេចាទទួលស្គាល់ថាគេដឹងការពិតពីខ្លួនឯងរួចទម្លាយកងឈានខ្លួនហ៊ូបឲ្យរបូតចេញប្រែកាយជាបិសាចអាក្រក់ដោយបាត់បង់ស្មារតីនិងការគ្រប់គ្រងព្រមទាំងវិប្រហារប្រជាជនរបស់ខ្លួនមានតែកងឈានខ្លួនហ៊ូបទេដែលអាចបញ្ឈប់គេបានតែពេលនេះឈានជាអ្នកកាន់កាប់ពួកគេបានលួចវាគេព្យាយាមបញ្ចុះបញ្ចូល Elbing ឲ្យបំពេញភារកិច្ចតែ Elbing ថាពួកគេគ្មានកំហុសហើយគេមិនចង់ចូលរួមទេឈានបានហុចកងឈានខ្លួនហ៊ូបទៅឲ្យគេខណៈពេលដែលនេចាកំពុងវេតាំងជាមួយលីនិងថៃយីហើយគេក៏ជួយដោយប្រើទឹកកកដើម្បីទប់ទល់នេចាឲ្យយឺតខណៈថៃយីប្រើធម្មពលដើម្បីចាប់ខ្លួនគេតែគេក៏រត់គេចបាត់ស្របពេលនោះពួកគេដឹងពីអត្តសញ្ញាណរបស់នាគដែលផ្ទុកគុជវិញ្ញាណដែលបង្ហាញថាកុលសម្ព័ន្ធនាគជាអ្នកលួចវាគ្រប់គ្នាហៅគេថាជាចៅដែលធ្វើឲ្យគេខឹងយ៉ាងខ្លាំងនិងបញ្ចេញធម្មពលដោយលើកទឹកសមុទ្រឡើងគ្របពីលើពួកគេរួចបង្កវាដោយចង់សម្លាប់ពួកគេទាំងអស់តែម្ដងពេលនោះជ្រូកក៏ត្រឡប់មកបង្ហាញពីអ្វីដែលបានកើតឡើងពេលពួកគេទៅជួបព្រះជាម្ចាស់ដែលពពកបានបង្ហាញយន្តបដូរជោគវាសនាមុនពេលមកវិញអនុញ្ញាតឲ្យនរណាម្នាក់លះបង់ជីវិតដើម្បីឲ្យអ្នកជាប់បណ្ដាសាអាចរស់រានបានលីសម្រេចចិត្តបដូរជីវិតរបស់គាត់ដើម្បីកូនប្រុសពេលនេចាដឹងរឿងនេះគេក៏ឃើញយន្តនៅក្នុងថង់ដែលឪពុកឲ្យយន្តផ្ដល់ជីវិតថ្មីនិងកម្លាំងឲ្យគេត្រឡប់ទៅប្រយុទ្ធវិញ Shen ក៏មកប្រយុទ្ធជាមួយសិស្សច្បងពេលនោះនេចាប្រើល្បិចប្រែកាយជា Shen និងវិជ្ជ Elbing ធ្វើឲ្យគេភ័ន្តច្រឡំដោយសារឥឡូវមាន Shen 2នាក់តែយីប្រើផ្ទាំងគំនូរដែលស្រូបអ្វីៗចូលទៅក្នុងនោះជក់គឺជាផ្លូវតែមួយគត់ដើម្បីត្រឡប់មកវិញហើយវាស្ថិតនៅនឹងថៃយីខណៈពួកគេដណ្ដើមគ្នាធ្វើឲ្យគ្រប់គ្នាចូលក្នុងពពុះទឹកក្បែរជក់នោះ Shen ប្រើខ្យល់ដង្ហើមដើម្បីបង្វិលខ្លួនទៅយកជក់ចំណែកឯថៃយីប្រើខ្យល់ដង្ហើមមកខាងទៀតរបស់គាត់ដែលធ្វើឲ្យ Shen ឆ្លុះពួកគេយកបានជក់ដែលនាំឲ្យត្រឡប់មកពិធីវិញដោយសារធម្មពលនេសាត្រូវកងឃុំទុកគេមិនអាចតទល់នឹង Elbing ដែលប្រែកាយជានាគបានឡើយដែលវាប្រហារពីលើដោយទឹកនេសាប្រើកងប្រែកាយនិងគ្រប់គ្រងស្មារតីបានវិញព្រមទាំងវាបកទៅលើបឹងទឹកកកនោះវិញមិនត្រឹមតែប៉ុណ្ណោះគេបានបញ្ចេញធម្មពលពេញទំហឹងដោយមានដៃ6ព្រមទាំងលើកបឹងទឹកកកនោះឡើងដែលរលាយដោយសារភ្លើងនិងយកលំពេងវាចំភ្នែក Elbing តែគេលើកលែងឲ្យដោយនិយាយថាជាមិត្តតែមួយគត់ដែលពេលនេះ Elbing បានក្លាយជាមនុស្សវិញពេលខួបកំណើតទី3មកដល់បណ្ដាសារបស់ព្រះជាម្ចាស់ក៏ចុះមកដើម្បីបញ្ចប់ជីវិតរបស់ថ្នាំបិសាចហើយនេសាបានហែកយន្តបដូរជីវិតចោលនិងទទួលយកជោគវាសនាខ្លួនឯងព្រមទាំងចងឪពុកម្ដាយមិនឲ្យចូលមកលូកដៃឡើយរន្ទះបាញ់ចុះមកលើគេប៉ុន្តែ Elbing ក៏ចូលមកជួយរងដោយផ្លាយខែសកានាគដែលត្រូវបែកខ្ទេចខ្ទីអស់ពួកគេច្បាច់បញ្ចូលកម្លាំងគ្នាបង្កើតបានជាធម្មពលអមហិមាអស្ចារ្យបំផុតដែលសូម្បីតែថៃយីក៏ទប់មិនជាប់ប៉ុន្តែគាត់ក៏ចូលរួមជួយដោយបើកផ្កាឈូកដើម្បីប្រមូលនិងសង្គ្រោះវិញ្ញាណពួកគេព្រោះផ្កាឈូកមិនអាចរក្សារូបរាងកាយបានទេដែលធ្វើឲ្យថៃយីត្រូវខាតបង់ធម្មពលរាប់សតវត្សនិងឱកាសក្នុងការក្លាយជាទេវតាទី12ពេលនេះប្រជាជនទាំងអស់ប្រមូលផ្ដុំគ្នានឹងអោនគោរពនេសាដែលបានជួយសង្គ្រោះពួកគេហើយនេះជាលើកទី1ដែលពួកគេឃើញចំណុចល្អរបស់គេ